មែនតើដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្តក្នុងការដែលចូលរួមចំណែកក្នុងការថ្វាយដង្វាយគឺដោយសារតែអង្គការ CBN នេះគឺមានបេសកកម្មពិសេសមួយជួយទៅដល់ហើយជឿថាអស់លោកអ្នកបងប្អូនទាំងអស់គ្នាដែលមានអាជីវកម្មដូចខ្ញុំនឹងអាចចូលរួមចំណែកក្នុងការថ្វាយដើម្បីឲ្យព្រះជាម្ចាស់បានប្រទានពរអស់លោកអ្នកបងប្អូនទាំងអស់គ្នាបន្ថែមទៀតផងដែរជំរាបសួរអស់លោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ីមគឹមសាយហើយបច្ចុប្បន្នខ្ញុំមានអាជីវកម្មទិញលក់កំងបងរំលោះរយន្ត25ខេត្តក្រុងដែលមាននាំចូលពីសហរដ្ឋអាមេរិកទាំងឡានមួយទឹកនិងឡានអគ្គិសនីខ្លាញ់គោផងដែរខ្ញុំបានស្គាល់អង្គការ CBN កម្ពុជាតាមរយៈមិត្តភ័ក្តិបាទតាមរយៈមិត្តភ័ក្តិហើយអង្គការមួយនេះធ្វើឲ្យយើងចាប់អារម្មណ៍មែនទែនដោយសារតែមានបេសកកម្មជាច្រើនតាក់ទងទៅនឹងសប្បុរសធម៌អញ្ចឹងយើងមើលឃើញអំពីទស្សនវិស័យរបស់អង្គការ CBN កម្ពុជានេះធ្វើឲ្យយើងចាប់អារម្មណ៍ក្នុងការដែលយើងរួមចំណែកក្នុងការថ្វាយដង្វាយគឺដោយសារតែអង្គការ CBN នេះគឺមានបេសកកម្មពិសេសមួយជួយទៅដល់កុមារហើយនិងក្រុមជំនុំទៀតហើយធ្វើនេះទាំងនេះធ្វើឲ្យខ្ញុំមានចិត្តអារម្មណ៍រំភើបមែនទែនដែលនេះជាបេសកកម្មរួមមួយដែលធ្វើឲ្យយើងអាចសម្រេចចិត្តថាចូលរួមដង្វាយក្នុងការដែលបម្រើពន្ធកិច្ចរួមគ្នាជាមួយព្រះអង្គម្ចាស់ជាការពិតណាស់សម្រាប់ការដែលយើងថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់ហើយថ្វាយដង្វាយនេះចូលរួមក្នុងការពន្ធកិច្ចជាមួយនឹង CBN ខ្ញុំគិតថាព្រះជាម្ចាស់ធ្វើការអស្ចារ្យហើយប្រទានពរឲ្យក្រុមហ៊ុនរបស់ខ្ញុំឲ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើននេះជាការដែលវិនិយោគជាមួយនឹងព្រះជាម្ចាស់ហើយព្រះអង្គនឹងប្រទានពរបន្ថែមទៀតហើយជឿថាអស់លោកអ្នកបងប្អូនទាំងអស់គ្នាដែលមានអាជីវកម្មដូចខ្ញុំនឹងអាចចូលរួមចំណែកក្នុងការថ្វាយដើម្បីឲ្យព្រះជាម្ចាស់បានប្រទានពរអស់លោកអ្នកបងប្អូនទាំងអស់គ្នាបន្ថែមទៀតផងដែរសម្រាប់ខ្ញុំអរគុណព្រះជាម្ចាស់ខ្លាំងមែនទែនដែលព្រះជាម្ចាស់តែងតែផ្គត់ផ្គង់តែងតែមើលថែហើយជាពិសេសព្រះអង្គប្រទានពរប្រាជ្ញាឲ្យយើងខ្ញុំមានសុខភាពល្អជាពិសេសព្រះអង្គមើលថែណែផលដំណាំឬក៏អាជីវកម្មយើងឲ្យមានការរីកចម្រើនឲ្យមិនមានប៉ះទង្គិចអ្វីទេនៅពេលខ្លះដែលយើងមានអារម្មណ៍ថារៀងបាក់ទឹកចិត្តតិចតួចប៉ុន្តែព្រះអង្គគង់នៅជាមួយហើយយើងនៅតែមានសង្ឃឹមដូច្នេះខ្ញុំជឿថាតាមរយៈដែលយើងស្គាល់ព្រះជាម្ចាស់ពិតប្រាកដហើយដែលព្រះអង្គជាមួយព្រះអង្គពិតប្រាកដព្រះអង្គនឹងប្រទានពរយើង